ពីបំផុតបងស្រីក៏និយាយថាគាត់បានចេញនៅអត្ថបទនៅការវិភាគរវាងភាគីកម្ពុជានិងថៃថាតើប្រសិនជាមានសង្គ្រាមតើប្រទេសណាដែលអាចនឹងឈ្នះនេះគឺជាអត្ថបទទាំងស្រុងដែលខ្ញុំនឹងអានជូនបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងវិភាគសង្ខេបខ្លីអំពីយោធាកម្ពុជានិងយោធាថៃប្រសិនបើប្រទេសទាំងពីរមានសង្គ្រាមក្តៅជាមួយគ្នាតើកម្ពុជាអាចទប់ទល់ជាមួយថៃបានដែរឬទេដោយតែបងប្អូនបានដឹងហើយថាប្រទេសថៃគឺមានយោធាធំជាងសេដ្ឋកិច្ចធំជាងនិងប្រជាជនច្រើនជាងកម្ពុជាឆ្ងាយណាស់ប៉ុន្តែវាមិនមានន័យថាថៃនឹងងាយស្រួលក្នុងការយកឈ្នះលើកម្ពុជានោះទេប្រទេសថៃភាគច្រើនផ្ដោតទៅលើខាងទ័ពអាកាសនិងកងទ័ពជើងទឹកថៃមានយន្តហោះចម្បាំង F-16 ចង់50គ្រឿងដែលបានទិញពីសហរដ្ឋអាមេរិកនិងមានយន្តហោះចម្បាំង Gripen ចំនួន12គ្រឿងដែលបានទិញពីប្រទេសស៊ុយអែតចំណែកឯកម្ពុជាគឺមិនសូវមាននោះទេបងប្អូនដឹងស្រាប់ហើយថាយន្តហោះចម្បាំងគឺអាចបំផ្លាញកងទ័ពបំផ្លាញទីក្រុងបំផ្លាញគោលដៅក្នុងកន្លែងណាក៏បានដែរប្រសិនបើកន្លែងនោះគ្មានប្រព័ន្ធការពារដែនអាកាសប៉ុន្តែសំណាងណាស់កម្ពុជាដូចជាបានដឹងមុនទើបកម្ពុជាបានទិញប្រព័ន្ធការពារដែនអាកាសចល័តចំនួនថ្មីជាច្រើនពីប្រទេសចិនដែលហៅថា QW តើកម្ពុជាអាចទិញចំនួនប៉ុន្មានគ្រឿងរឿងនេះគ្មានអ្នកណាដឹងទេវាគឺជារឿងសម្ងាត់ប៉ុន្តែខ្ញុំសង្ស័យថាប្រហែលជាចូលខ្ទង់ពាន់គ្រឿងឯណោះបងប្អូនអាវុធនេះគឺសំខាន់ខ្លាំងណាស់វាអាចបំផ្លាញយន្តហោះចម្បាំងរបស់ថៃបានដោយសារតែយន្តហោះចម្បាំងរបស់ថៃគឺមិនមែនជាប្រភេទបំបាំងកាយទេតាមពិតទៅប្រទេសថៃក៏បានស្នើសុំទិញយន្តហោះចម្បាំងបំបាំងកាយពីសហរដ្ឋអាមេរិកដែរប៉ុន្តែសហរដ្ឋអាមេរិកបដិសេធមិនលក់ឲ្យទេដោយសារតែថៃមិនមានលទ្ធិប្រជាធិបតេយ្យពេញលេញអ្វីដែលថៃមានច្រើនជាងកម្ពុជាឆ្ងាយខាងផ្លូវគោកនោះវាគឺជាឡានដឹកទាហានរត់ពាសដែកថៃមានរហូតដល់ទៅ 16000 គ្រឿងដែលថៃបានទិញភាគច្រើនពីសហរដ្ឋអាមេរិកចំណែកឯកម្ពុជាមានប្រហែលជា 4000 ទៅ 5000 គ្រឿងប៉ុណ្ណោះនេះគឺបានខុសគ្នាចង់ 1200 គ្រឿងឯណោះចំណុចនេះគឺសំខាន់ណាស់បើកម្ពុជាចង់យកឈ្នះថៃត្រង់ចំណុចហ្នឹងនោះកម្ពុជាគឺត្រូវតែមានគ្រាប់រ៉ុកែតប្រឆាំងរថក្រោះឲ្យបានច្រើនគ្រឿងដើម្បីទប់បាញ់កំទេចដូចជា M72 ឡថ្មីនេះកម្ពុជាក៏បានទិញគ្រាប់រ៉ុកែតប្រឆាំងរថក្រោះចំនួនថ្មីពីប្រទេសចិនច្រើនគ្រឿងដែរទិញចំនួនប៉ុន្មានឲ្យប្រកាសនោះគឺមិនបានដឹងទេអ្វីដែលសំខាន់នោះគឺទាហានកម្ពុជាត្រូវតែចេះប្រើប្រាស់គ្រឿងអាវុធទាំងនោះឲ្យបានស្ទាត់ជំនាញបើមិនដូច្នេះទេគឺមិនងាយឈ្នះឡើយអ្វីដែលកម្ពុជាមានច្រើនជាងថៃឆ្ងាយគឺរថយន្តបាញ់រ៉ុកែតកម្ពុជាមានប្រហែល500គ្រឿងចំណែកឯថៃមានប្រហែល20គ្រឿងទៅ30គ្រឿងតែប៉ុណ្ណោះដូច្នេះសង្គ្រាមនេះទោះបីជាកម្ពុជាតូចជាងថៃក៏ពិតមែនប៉ុន្តែវាក៏នៅតែមានផ្លូវដែលកម្ពុជាអាចយកឈ្នះថៃបានដែរប៉ុន្តែបងប្អូនដឹងស្រាប់ហើយថាប្រសិនបើមានសង្គ្រាមបែបហ្នឹងពិតណាស់គឺទាំងសងខាងនឹងខាតបង់អស់ជាច្រើនមនុស្សនឹងស្លាប់អស់ជាច្រើនខ្ញុំគិតថាគ្មានមេដឹកនាំណាចង់បានបែបនេះទេអ្វីដែលខ្ញុំព្រួយបារម្ភគឺខ្លាចថាប្រទេសទាំងពីរចាញ់បោកពួកបកអាវលឿងដែលចង់ឲ្យប្រទេសទាំងពីរមានសង្គ្រាមជាមួយគ្នាដើម្បីឲ្យថៃឆ្លៀតឱកាសនេះបានវាយយកខេត្តសៀមរាបនិងបាត់ដំបងបងប្អូនដឹងស្រាប់ហើយថាសម័យនេះវាគឺជាសម័យព្រៃអ្នកណាខ្លាំងជាងគឺជាអ្នកឈ្នះហើយត្រូវចំណែកឯអ្នកដែលចាញ់គឺជាអ្នកបាត់បង់ទឹកដីបន្ថែមបងប្អូនគ្រាន់តែមើលគំរូប្រទេស
អាមេនីទៅគឺបានបាត់ដីបន្ថែមក្នុងពេលថ្មីនេះទៅឲ្យប្រទេសអាស៊ាបៃសង់ហើយសូម្បីតែសព្វនមិត្តដ៏ធំរបស់ខ្លួនឯងក៏គ្មានចេញមុខមកជួយដែរចុងក្រោយបានត្រឹមតែកាត់ទឹកដីទៅឲ្យគេហើយគេងបន់ស្រន់ថាកុំឲ្យគេមកយកទឹកដីបន្ថែមទៀតខ្ញុំគិតថាយើងគួរតែមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ទៅលើល្បិចកលរបស់ពួកពាក់អាវលឿងក្រុមពួកនេះគឺមានតិចទេដែលមិនដល់ 20% ផងប្រជាជនថៃ 80% គឺជាក្រុមអាវទឹកក្រូចនិងអាវក្រហមពួកគេមិនចង់មានសង្គ្រាមជាមួយកម្ពុជាទេសូមអរគុណ